អ្នកកំពុងបញ្ឆេះឈាមមនុស្សឥឡូវនេះអ្នកនិយាយរឿងទាំងនេះគ្រាន់តែចង់បំផ្លាញកិត្តិយសខ្ញុំនិងក្រុមហ៊ុនរបស់ខ្ញុំបញ្ឆេះឈាមមនុស្សមែនចូលមើលនេះអីគេអ្នកមានផ្ស្តាំងថ្មីអីអូលោកគ្រប់គ្នានេះជាការផ្ទេរទ្រព្យសម្បត្តិរបស់យ៉ាន់ចានគួរតាមកិននីក្រៅស្រុកក្រុមហ៊ុនរាល់ប្រាក់ចំណូលទាំងអស់បានទៅទិញអចលនទ្រព្យនៅបរទេសម៉ាក់ពេលក្មេងនឹងអាចដណ្ដើមឈ្នះក្នុងផ្សាររៀបការឲ្យបង្កើតយើងខ្ញុំដែលស្អាតចាស់ហើយនៅតែអាចហល់វីបុកឆ្លើយឆ្កែអាកំសាអានឹងហើយដែលផ្ទេរទ្រព្យមិនចម្លែកក៏បាយការក្រុមហ៊ុនខាតនេះហើយការងារល្អរបស់អ្នកជាស្ថាបនិកក្រុមហ៊ុនយ៉ាខ្ញុំប្រកាសជាផ្លូវការយ៉ាន់ចានគូខូចសីលធម៌នឹងត្រូវច្រានចេញពីក្រុមហ៊ុនជាអចិន្ត្រៃយ៍សេនស៊ីនយ៉ងក៏នឹងត្រូវច្រានពីគ្រួសារខ្ញុំបានកាត់ទំនាក់ទំនងជាមួយអ្នកគុំ CE ខ្ញុំខុសហើយសូមមេត្តាដោយសារកូនអ្នកលេងខ្ញុំម្ដងទៅកុំប៉ះខ្ញុំសភាពរបស់អ្នកធ្វើឲ្យខ្ញុំរអាក់រអួលអ្នកណាចាក់ចេញពីអ្នកស្មោកគ្រោកទាំងពីរហាមឃាត់មិនឲ្យចូលក្រុមហ៊ុនអចិន្ត្រៃយ៍